នីតិថ្ងៃស្អែកថ្ងៃថ្មីខែថ្មីឆ្នាំថ្មីរីស័យខ្ញុំយ៉ាងណាអស់លោកនាងសូមទទួលស្ដាប់ពីនីតិយើងដោយយកចិត្តទុកដាក់នេះគឺជាឱកាសដ៏ល្អដែលត្រូវបានជម្រាបរៀបរាប់អត្ថាធិប្បាយពីខ្ញុំលោកគ្រូពិជ័យហារាកម្មមន្ទិបសុកឧត្តមមនុស្សគ្រប់ស្រទាប់វណ្ណៈតែងតែប្រាថ្នាចង់បានសុភមង្គលក្នុងដំណើរជីវិតប្រឹងប្រែងខិតខំក៏ប៉ុន្តែព្រហ្មលិខិតតែងតែមិនប្រាថ្នាតាមបំណងរបស់អស់លោកនាងជាអ្នកចង់បានឡើយមិនតែប៉ុណ្ណោះទេវតាជាអ្នកសម្រេចព្រហ្មលិខិតគឺជាអ្នកកំណត់មនុស្សជាអ្នកប្រឹងប្រែងខិតខំធ្វើនៅតែមិនបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នាឆ្នាំខាលអស់រយៈកាលច្រើនថ្ងៃខែឆ្នាំកន្លងមកនេះរស់នៅប្រកបទៅដោយអសុភមង្គលក្នុងសង្គមគ្រួសារមិនសូវបានរស់នៅចុះសម្រុងជាមួយគ្នាទេបាទមានញាតិដូចអត់ញាតិមានប្តីដូចអត់ប្តីមានកូនដូចអត់កូនអស់លោកនាងកញ្ញាឆ្នាំខាលប្រកាសជាបានដឹងមិនតែប៉ុណ្ណោះខ្ញុំសូមជម្រាបមានឆ្នាំខាលខ្លះបាទនៅពាក់កណ្ដាលក្នុងខែ3កន្លងមកនេះបាទប្រកាសជានឹងបានជួបនៅឧបវត្តិហេតុឬមួយក៏គ្រោះថ្នាក់ចរាចរណ៍ឬមួយក៏មានការបាត់បង់នៅទ្រព្យសម្បត្តិខ្លះជាមិនខានបាទដូច្នេះប្រសិនបើបានឆ្លងផុតឬមួយក៏ពុំបានមានការបែកបាក់ដោយប្រការណាមួយឬមួយក៏មិនបានឧទាហរណ៍អ្នកខ្លះបាទអស់រយៈកាលច្រើនថ្ងៃខែរស់នៅប្រកបដោយសុភមង្គលបាទរាប់អានគ្នាយ៉ាងស្និទ្ធស្នាលក៏ប៉ុន្តែអស់លោកមួយចំនួនឆ្នាំខាលបែរជាត្រូវបានឃ្លាតគម្លាតបាក់បែកគ្នាដោយចៃដន្យដោយសារតែពាក្យសម្ដីមិនសូវបានពិនិត្យពិចារណាពីព្រោះឆ្នាំខាលខ្លះច្រើនតែនិយាយដោយសារតែពាក្យរបស់ខ្លួនគេហៅថាមាត់ឥតគម្របនឹកឃើញយ៉ាងណាថាយ៉ាងនោះមិនបាននឹកឃើញថាមានគេអអន់ចិត្តស្រពន់ចិត្តជាមួយយើងឡើយដោយសារតែយើងគេហៅថាត្រង់ពេកក៏ប៉ុន្តែពាក្យសម្ដីវាក្រោតក្រៀតពេកធ្វើឲ្យអ្នកស្ដាប់ខ្លះគេមិនសូវសប្បាយចិត្តធ្វើឲ្យបងប្អូនខ្លះគេមិនសូវជាចង់ជួបចង់ឮដោយសារតែយើងមិនចេះប្រើពាក្យសម្ដីឲ្យស្របតាមជំរឿដួងចិត្តរបស់យើងដោយសារតែពាក្យសម្ដីនោះវាក្រោតក្រៀតពេកជាហេតុបណ្ដាលឲ្យបាទអំពើល្អរបស់យើងคล้ายទៅជាអំពើអវិជ្ជមានដូច្នេះចាប់ពីពេលនេះតទៅសម្រាប់ឆ្នាំខាលខ្លះគួរតែបាទកែនៅកំហុសរបស់ខ្លួនឡើងបាទកុំនិយាយឲ្យត្រង់ពេកកុំប្រើខ្លឹមសារឲ្យខ្លាំងពេកពីព្រោះយើងធ្លាប់ដឹងហើយថាឆ្នាំខាលយើងធៀបឈើណាមួយពងយក្ខិនីដូច្នេះយក្សស្រីទោះបីធ្វើល្អយ៉ាងណាក៏ដោយក៏ត្រូវបានគេចោទប្រកាន់ដែរដូច្នេះត្រូវប្រយ័ត្នពាក្យសម្ដីឲ្យមែនទែនបាទកន្លងមកនេះមានរឿងដោយសារតែពាក្យសម្ដីទេបាទបែកបាក់គ្នាក៏ដោយសារតែពាក្យសម្ដីបាទកិច្ចការរកស៊ីដែលបាត់បង់ខាតលិចលង់ក៏ដោយសារតែពាក្យសម្ដីមិនសូវចេះទំនាក់ទំនងបាទបើសិនជាមានឈ្នួលនោះរស់នៅមិនសូវសប្បាយចិត្តជាមួយយើងទេដោយសារតែយើងត្រង់ពេកយើងចង់ឲ្យគេល្អពេកដូច្នេះពាក្យសម្ដីរបស់យើងក្រោតក្រៀតចំពោះគេបែរជាធ្វើឲ្យឈ្នួលរស់នៅមានការចងគំនុំជាមួយយើងក៏អាចថាបានប្រសិនបើយើងមានមិត្តភ័ក្តិយើងនិយាយមិនសូវខ្លាចចិត្តគេទេដោយសារតែយើងនឹកឃើញយ៉ាងម៉េចថាយ៉ាងនោះបាទនេះគឺជាចំពោះនារីឆ្នាំខាលខ្លះក៏ប៉ុន្តែឆ្នាំខាលខ្លះទៀតចេះស្គាល់កលៈទេសៈចេះប្រើពាក្យសម្ដីឲ្យបានប្រកបទៅដោយផលវិជ្ជមានបាទឆ្នាំខាលជានារីខ្លះមានអត្តចរិតជាបរោះគឺមិនសូវចេះអែបអបគេមិនសូវចេះទ្រគេហើយជាបុគ្គលដែលឆ្លាតវាងវៃបាទក៏ប៉ុន្តែឆ្នាំខាលខ្លះទៀតបែរជាមានការអភ័ព្វបាទអភ័ព្វស្នេហ៍ក៏អភ័ព្វអភ័ព្វញាតិក៏អភ័ព្វជួនកាលរស់នៅជាមួយក្រុមគ្រួសារមានការតមសម្ដីមិននិយាយរកគ្នារស់នៅជាមួយគ្នាគ្រាន់តែសម្លឹងមើលមកគ្នាហាក់បីដូចជាមិនមែនសាច់ញាតិរបស់ខ្លួនទៅវិញបាទដូច្នេះអស់លោកអ្នកនាងកញ្ញារសជាតិនៃជីវិតរបស់ឆ្នាំខាលមានលក្ខណៈប្លែកៗគ្នាដូច្នេះហើយបានជាខ្ញុំតែងតែត្រូវបានបំណកស្រាយតាមរយៈគេសួរថាតើឆ្នាំនេះឆុងដូចគ្នាទាំងអស់ដែរឬទេបានជាខ្ញុំតែងតែជម្រាបថាប្រសិនបើរុក្ខជាតិមានកម្ពស់ស្មើគ្នាទៅឆ្នាំដែលត្រូវបានចោទជាចំណោទថាឆុងរហូតដល់ខ្សែនោះអាចនឹងត្រូវបានឆុងទាំងអស់គ្នានោះបានបាទដូច្នេះរសជាតិនៃជីវិតឆ្នាំខាលមិនដូចគ្នាទេដូចជាឧទាហរណ៍ខ្ញុំបានជម្រាបឆ្នាំខាលខ្លះដែលពាក់កណ្ដាលខែ3កន្លងមកនេះបាទ
ត្រូវបានជួបឧបវគ្គហេតុដូចជាគ្រោះថ្នាក់ចរាចរណ៍ឬមួយក៏ត្រូវបាត់បង់ទ្រព្យសម្បត្តិឬមួយក៏ត្រូវមានរឿងបន្ទុះសារាយជាមួយគ្នាឯឆ្នាំខាលខ្លះទៀតបែរជាត្រូវបានទទួលនៅចំណងដៃអនុស្សាវរីយ៍ដោយទីត្រូវបានទទួលនៅបុត្រាឬមួយក៏បុត្រីឬមួយក៏ត្រូវទិញសម្ភារៈចូលផ្ទះដូចជារថយន្តទំនើបឬមួយក៏ត្រូវបានបង្កើតនៅក្រុមហ៊ុនឬមួយក៏ត្រូវទិញតូបឬមួយក៏ត្រូវបើកលក់របស់របរផ្សេងគឺមិនដូចគ្នាទាំងស្រុងនោះទេក៏ប៉ុន្តែជាសរុបរួមគ្រាន់តែចូលមកក្នុងខែមេសាចាប់ពីថ្ងៃទី1ឡើងទៅក្នុង2026នេះដោយសារតែរាសីរបស់ឆ្នាំខាលបាទត្រូវទទួលបាននូវសុភមង្គលជាមួយនឹងទេវតាឆ្នាំថ្មីផងគឺឆ្នាំមមីចូលមកដល់នោះសុភមង្គលនឹងត្រូវជំរុញឲ្យឆ្នាំខាលកាន់តែល្អប្រពៃក៏ប៉ុន្តែជីវិតរបស់ឆ្នាំខាលខ្លួនឯងក៏ធ្លាប់ដឹងដែរឆ្នាំខាលគឺមិនសូវចូលចិត្តឆ្នាំមមីប្រហែលទេទោះបីឆ្នាំមមីធ្វើល្អជាមួយខ្លួនយ៉ាងណាក៏ដោយឆ្នាំខាលនោះប្រៀបបានទៅនឹងសត្វឆ្មាឃើញកណ្ដុរដូច្នោះដែរដូច្នេះត្រូវតែលះបង់អត្តចរិតរបស់ខ្លួនឡើងបាទត្រូវឲ្យស្គាល់ថាអំពើល្អកសាងឲ្យបានច្រើនពីព្រោះបុគ្គលយើង10ឆ្នាំមានប្រមាណដងបាទកុំឲ្យថាធ្វើល្អហើយមិនបានផលប្រយោជន៍ដោយសារតែអត្តចរិតរបស់យើងបាទដោយសារតែសម្ដីរបស់យើងពីព្រោះឆ្នាំខាលមួយចំនួនខ្លួនជានារីតែចិត្តជាបរោះដូច្នេះមិនសូវជាប្រើមនោសញ្ចេតនាប៉ុន្មានទេច្រើនតែយល់ឃើញយ៉ាងណាថាយ៉ាងនោះដូច្នេះគេហៅថាមាត់ឥតគម្របដែលជាហេតុបណ្ដាលយើងត្រូវបាត់បង់នៅគេហៅថាបើសិនជាយើងជួយគេវាមិនបានផលប្រយោជន៍បែរជាបានគេស្អប់ដោយសារតែយើងនិយាយអត់ខ្លាចគេខឹងអត់ខ្លាចគេអន់ចិត្តតែឆ្នាំខាលខ្លះទៀតជាបុគ្គលវាងវៃឆ្លាតចេះប្រើមនុស្សបាទចេះយកពេលវេលាមកធ្វើយ៉ាងណាឲ្យបានផលជាវិជ្ជមានក៏ប៉ុន្តែជាសរុបរួមអស់លោកអ្នកនាងសម្រាប់ឆ្នាំខាលចាប់ពីថ្ងៃទី1ខែមេសា2026នេះបាទគ្រាន់តែនៅក្នុងសប្តាហ៍ទី1បាទចូលមកដល់ឧទាហរណ៍ថ្ងៃទី1ទី2ទី3គ្រាន់តែថ្ងៃទី4ប្រកាសជានឹងទទួលបានដំណឹងល្អបានប្រកាសជានឹងទទួលលាភប្រកាសជានឹងទទួលបានជោគជ័យសិរីសួស្តីជាមិនខានក៏ប៉ុន្តែនៅក្នុងសប្តាហ៍ទី3ប្រសិនបើជាយុវកំឡោះប្រសិនបើជានារីមេម៉ាយឬមួយក៏ពូបងដែលជាយុវកំឡោះពោះម៉ាយបាទមានន័យថាជាយុវចាស់ពោះម៉ាយឬមួយក៏ជានារីមេម៉ាយប្រកាសជានឹងជួបគូស្នេហ៍ដែលចៃដន្យមកពីទិសខាងកើតឈៀងខាងត្បូងបាទនៅក្នុងសប្តាហ៍ទី3ប្រកាសជានឹងបានជួបគ្នាដែលចៃដន្យហើយដូច្នេះត្រូវរក្សាទំនាក់ទំនងឲ្យបានពិតប្រាកដបាទប្រសិនជាមិនបានជួបគូស្នេហ៍ដែលចៃដន្យត្រូវតែទទួលបាននៅវត្ថុអនុស្សាវរីយ៍ដែលត្រូវបានបងប្អូនញាតិមិត្តជិតឆ្ងាយជូនជាចំណងដៃជាកាដូឬមួយក៏សម្រាប់និមីងឬមួយក៏បងនឹងត្រូវបានស្វាមីប្រគល់អំណោយអនុស្សាវរីយ៍ជូនជាកាដូជាមិនខាននៅក្នុងសប្តាហ៍ទី3បាទហើយតែជួបនៅក្នុងថ្ងៃណាគឺនៅក្នុងថ្ងៃសុក្របាទថ្ងៃសុក្រនៅក្នុងថេរវេលាបាទម៉ោង8:19 នាទីពេលព្រឹកបាទបន្តមកទៀតនៅវគ្គទី2ត្រូវបានជួបគ្នាឬមួយក៏ត្រូវបានទទួលលាភនៅក្នុងម៉ោង2:07 នាទីបាទនៅក្នុងថេរវេលាម៉ោង2:07 នាទីហើយបន្តមកទៀតនៅពេលរាត្រីបាទនឹងត្រូវបានក្នុងមួយថ្ងៃមាន3វគ្គហើយបាទជួយអបអរសាទរគឺនៅត្រូវចាប់ពីម៉ោង6:30 នាទីបាទជិតដល់ម៉ោង7យប់ហ្នឹងគឺក្នុងថេរវេលាហ្នឹងប្រកាសជានឹងទទួលបានដំណឹងល្អឬមួយក៏ត្រូវបានទទួលលាភសក្ការៈពីខ្ញុំលោកគ្រូវិជ័យហារាកម្មាមទើបសក្តំសូមជម្រាបលាក៏ប៉ុន្តែមុននឹងជម្រាបលាអញ្ជើញអស់លោកអ្នកនាងកុំភ្លេចអញ្ជើញសះចេញម្ដងភ្លាមបាទតាមរយៈលេខ126បាទ126ធ្វើឲ្យឆ្នាំខាលផុតទុកផុតព្រួយហើយជួបតែសេចក្តីល្អបាទសេចក្តីសុខចម្រុងចម្រើននិងសុភមង្គលបាទឆ្នាំថ្មីរាសីរបស់អស់លោកអ្នកនាងកញ្ញាខ្ពស់ហើយបាទក៏ប៉ុន្តែប្រសិនបើអស់លោកអ្នកនាងកញ្ញាចង់ជ្រាបច្បាស់អំពីដំណើរជីវិតរបស់អស់លោកអ្នកនាងកញ្ញាយ៉ាងណាអញ្ជើញលើកទូរស័ព្ទជាប់ទៀតទំនាក់ទំនង Telegram តាមរយៈលេខ012 645118មួយខ្សែទៀត0977776284បាទមិនតែប៉ុណ្ណោះក្នុងសង្គមគ្រួសារប្រកបទៅដោយអសុភមង្គលអស់លោកអ្នកនាងកញ្ញាអាចជាវយន់ទៅដាក់នៅក្នុងហោប៉ៅអាវ
ឬមួយក៏ក្នុងកាបូបសម្រាប់ទៅធ្វើការឬមួយក៏ក្នុងកាបូបលុយដូច្នេះចង់ជម្រាបថាខ្ញុំនៅហាងរបស់យើងខ្ញុំនៅកន្លែងរបស់យើងខ្ញុំបាទមានយ័ន្តគ្រប់ប្រភេទវាសនានិងរាសីរបស់អស់លោកនាងកញ្ញាឆ្នាំឆ្លូវយ៉ាងណាសូមស្ដាប់ដោយយកចិត្តទុកដាក់បាទឆ្នាំឆ្លូវមួយជីវិតនេះធ្វើអ្វីមួយច្រើនតែមិនសូវបានសម្រេចដោយបំណងពងប្រាថ្នាខំធ្វើអំពើល្អយ៉ាងណាទៅលើបុគ្គលណាមួយក៏ដោយច្រើនតែមានគេយល់ច្រឡំយើងធ្វើល្អកាន់តែច្រើនគេកាន់តែសង្ស័យរួចហើយបុគ្គលខ្លះគ្នេគុណវាយបកសក់សម្ដីធ្វើឲ្យឆ្នាំឆ្លូវរស់នៅក្នុងភាពអស់សង្ឃឹមក្នុងដំណើរជីវិតឆ្នាំឆ្លូវជាបុគ្គលដែលមិនសូវនិយាយស្ដីប៉ុន្មានទេក៏ប៉ុន្តែចូលចិត្តជួយយកអាសារអ្នកដទៃប៉ុន្តែការយកអាសាររបស់ខ្លួនច្រើនតែធ្វើឲ្យជីវិតរបស់ខ្លួនពោពេញទៅដោយភាពអស់សង្ឃឹមក្នុងដំណើរជីវិតជួនកាលបុគ្គលដែលយើងត្រូវបានជួយបែរជាទាញយើងឲ្យធ្លាក់ទៅក្នុងរាសីអាប់អោនឬមួយក៏ធ្វើឲ្យដំណើរជីវិតរបស់យើងមានការពាក់ព័ន្ធដែលស្ទើរតែធ្វើឲ្យឈឺក្បាលជាទីបំផុតជួនកាលឆ្នាំឆ្លូវដែលខ្លួនឯងស្ទើរតែនិយាយថាឈប់ហើយនៅការជួយសង្គ្រោះមនុស្សក៏ប៉ុន្តែមិនរៀងចាលទេនៅតែមានចិត្តមេត្តាករុណាពីព្រោះឆ្នាំឆ្លូវបានស្ពាយនៅបំណុលកម្មមួយដើម្បីសង្គ្រោះជីវិតមនុស្សលោកបើទោះបីជាបុគ្គលនោះមានការគ្នេគុណឬមួយក៏មានការវិបកសសម្ដីរិះគន់ចំពោះឆ្នាំឆ្លូវយ៉ាងណាក៏ឆ្នាំឆ្លូវនៅតែចិត្តមិនដាច់ដែរនេះគឺជាសមិទ្ធផលរបស់ឆ្នាំឆ្លូវដែលយល់ឃើញថាអ្នកណាសាងអ្នកនោះទទួលអ្នកណាធ្វើល្អបានល្អអ្នកណាធ្វើអាក្រក់នោះកម្មនឹងតាមតបស្នងរបស់បុគ្គលដែលបានធ្វើដោយអំពើខ្លួនឯងមិនល្អឬមួយក៏មានចំណុចអវិជ្ជមានសម្រាប់ខ្លួនឯងប៉ុន្តែអស់លោកនាងកុំអស់សង្ឃឹមសម្រាប់នៅក្នុងថ្ងៃទី1ខែមេសាឆ្នាំ2026នេះក្នុងថេរវេលា1ខែពេញអស់លោកនាងសូមទទួលបាននៅពាក្យថាសង្ឃឹមឡើងក៏ប៉ុន្តែមុននឹងជម្រាបថារិស័យរបស់អស់លោកនាងកញ្ញាយ៉ាងណានោះបាទសូមអញ្ជើញแชร์ចេញម្ដងភ្លាមតាមរយៈលេខ243បាទแชร์ចេញម្ដងភ្លាមអស់លោកកុំបងអាយបងអង្គយូដើម្បីជួយជំរុញវាសនារបស់អស់លោកនាងបាទឲ្យរួចផុតអំពីអន្លង់កម្មហើយធ្វើអ្វីមួយនឹងបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នាពីព្រោះថាឆ្នាំឆ្លូវគ្រាន់តែចូលមកក្នុងខែមេសាឆ្នាំ2026នេះរាសីរបស់អស់លោកនាងកញ្ញាគឺត្រូវទទួលបាននៅរាសីខ្ពស់ហើយបាទរីឯរឿងអតីតកាលឈប់មកនិយាយឈប់យកម្ករំលឹកនាំទៅឈឺក្បាលទីពីព្រោះថាឆ្នាំឆ្លូវនេះបាទរស់នៅជួបប្រទះតែនឹងការដែលគេគ្នេគុណច្រើនណាស់គេមិនដែលគិតថាឆ្នាំឆ្លូវជាមនុស្សល្អទេជាបុគ្គលល្អទេបាទគេច្រើនតែយល់ឃើញថាយើងធ្វើ10មានបំណងចង់បាន100ពីគេវិញនេះគឺជាទុនកម្មព្រហ្មលិខិតដែលកំណត់ធ្វើឲ្យឆ្នាំឆ្លូវស្ទើរតែមិនចង់កសាងអំពើល្អប៉ុន្តែជីវិតរបស់ខ្លួនបានដោយបានជម្រាបទោះបីយ៉ាងណាក៏ដោយនៅតែខិតខំនៅតែប្រឹងប្រែងកសាងអំពើល្អឲ្យបានច្រើនជាបន្តដូច្នេះដើម្បីជូនជាចំណុចដែលអនុស្សាវរីយ៍សម្រាប់ឆ្នាំឆ្លូវខ្ញុំសូមជម្រាបដូចតទៅទាំងបរោះក្តីទាំងនារីក្តីគ្រាន់តែចូលមកក្នុងដើមសប្តាហ៍ទី2អស់លោកនាងត្រូវទទួលបាននៅដំណឹងល្អបាទលៀបសលៀបក្រហមកំពុងតែរងចាំនឹងប្រគល់ជូនហើយមានអស់លោកខ្លះត្រូវបានបុត្រាបុត្រីប្រគល់ជូនឬមួយក៏ធ្វើជាអំណោយឬមួយក៏ប្រគល់ជូនសង្សារអស់លោកនាងចាំទាយតាមសម្ដាប់របស់ខ្ញុំលោកមើលថាតើអស់លោកនាងបានពិតប្រកបដែរឬទេនៅក្នុងដើមសប្តាហ៍ទី2បាទប្រកាសជានឹងទទួលបានដំណឹងល្អឬមួយក៏លៀបសក្ការៈហូរចូលគ្រប់ទិសទាំង8វាសនានឹងបានជំរុញធម៌ពលនឹងត្រូវបានផ្សព្វផ្សាយជូនដល់អស់លោកអ្នកនាងជាពិសេសគ្រាន់តែឆ្នាំមមីចូលមកដល់អស់លោកអ្នកនាងមានកញ្ញាមានសេចក្តីសុខកាយសប្បាយចិត្តហើយបាទលែងមានរឿងរ៉ាវហើយផុតទុក្ខកង្វល់ហើយសប្បាយចិត្តហើយបាទក៏ប៉ុន្តែអស់លោកអ្នកនាងត្រូវចងចាំចំណាំទុកថាមិនមែនឲ្យតែគ្រប់តែឆ្នាំឆ្លូវទាំងអស់សុទ្ធតែសប្បាយសុទ្ធតែរីករាយទេហាមិនក៏លោកគ្រូនិយាយបែបនេះទៅវិញបាទពីព្រោះមនុស្សកសាងកម្លាំងបនខុសគ្នាបាទដូច្នេះមិនមែនមានអ្នកខ្លះទៀបអ្នកខ្លះខ្ពស់បាទអ្នកខ្លះស្គមអ្នកខ្លះធាត់ទេតែពិតប្រកបដែរឬទេបាទមានអ្នកខ្លះឲ្យឆ្នាំឆ្លូវមានងាយជាជំទាវតែសម្រាប់បាទតែសម្រាប់នារីខ្លះឆ្នាំឆ្លូវដឹងដោយខ្លួនឯងគឺពិបាកជាទីបំផុតបាទជួនកាល
អ្នកខ្លះមានរូបសម្បត្តិស្អាតផូរផង់បែរជាអភ័ព្វស្នេហ៍បាទបែរជាស្រវាឬមួយក៏ទទួលយកនៅរបស់គេទៅវិញគ្មាននារីណាមួយចង់បានរបស់គេទេតែនេះគឺជាទណ្ឌកម្មព្រហ្មលិខិតដែលកំណត់ឲ្យនាងត្រូវជួបនឹងរបស់គេជួនកាលខ្លាចទៅជាស្រីកំណានរបស់គេឬមួយក៏ជួនកាលមានបំណងថាចង់រួមរស់ជាមួយនឹងបរិសនោះដែលយល់ចិត្តថ្លើមគ្នាអស់រយៈកាលច្រើនថ្ងៃខែឆ្នាំក៏ប៉ុន្តែវាសនាបានជំរុញបានព្រហ្មលិខិតជាអ្នកកំណត់ធ្វើឲ្យនាងបែរជាធ្លាក់ទៅក្នុងអន្លង់អបាយជួបគ្នាបានតែពាក់កណ្ដាលផ្លូវរួចក៏លើកដៃលាគ្នាជាសញ្ញាថាបាយមិនអាចជួបគ្នាសាលជាថ្មីម្ដងទៀតក៏ប៉ុន្តែចិត្តនៅតែនឹករលឹកបរិសនោះក៏នឹកដល់នាងឯនាងក៏នឹកដល់បរិសនោះដែរដូច្នេះថាតែឆ្នាំឆ្លូវមួយចំនួននោះនៅតែជួបនៅអសុភមង្គលក្នុងដួងចិត្តយ៉ាងណាអញ្ជើញលើកទូរស័ព្ទជាប់ទំនាក់ទំនងជាមួយខ្ញុំលោកគ្រូវិជ័យហារាកម្មាមន្ទិបសុកឧត្តមតាមរយៈលេខ012 64 5118មួយខ្សែទៀត097 77 62 844អស់លោកអ្នកនាងអញ្ជើញជួបជាមួយខ្ញុំប្រឹក្សាជួបបល់ដើម្បីថាធ្វើយ៉ាងណាដើម្បីឲ្យអស់លោកអ្នកនាងកញ្ញារួចផុតអំពីស្រមោលអពមង្គលលែងអភ័ព្វស្នេហ៍ដោយកាលគ្រាមុនយើងមាននៅរបស់មង្គលជាច្រើនដូចជាយន្តស្នេហ៍គ្រប់ប្រភេទដែលអស់លោកអ្នកនាងត្រូវការតម្រូវចង់បានហើយក៏មានយន្តដើម្បីបញ្ជិះនៅស្រមោលអពមង្គលភយន្តរាយផ្សេងដូចជាមានឧបពតិហេតុដោយប្រការណាមួយបាទអញ្ជើញជួបជាមួយខ្ញុំលោកគ្រូវិជ័យហារាកម្មាមន្ទិបសុខឧត្តមមានបំពេញគ្រប់តម្រូវការហើយបាទកុំភ័យកុំខ្លាចថានឹងត្រូវចំណាយថវិកាយ៉ាងណានោះបាទអស់លោកត្រូវការយ៉ាងណាយើងអាចបំពេញជូនដោយតម្រូវការជូនដល់អស់លោកអ្នកនាងកញ្ញាតាមលក្ខខណ្ឌដែលយើងបានជម្រាបរៀបរាប់នៅពេលដែលយើងបានប្រស្រ័យតាក់ទងគ្នាបាទខ្ញុំលោកគ្រូវិជ័យហារាកម្មាមន្ទិបសុខឧត្តមរងចាំទទួលស្វាគមន៍រីករាយជាទីបំផុតប្រសិនបើអស់លោកអ្នកនាងបាទចង់ឲ្យនីតិយើងទូទាយជោគជតារិស័យអញ្ជើញលើកទូរស័ព្ទភ្ជាប់ទំនាក់ទំនងដោយបានជម្រាបថតនៅខ្សែបាតដៃស្ដាំនិងឆ្វេងមកខាងមួយប៉ុស្តិ៍ផ្ញើមកកាន់នីតិរបស់យើងខ្ញុំបាទឆ្នាំមមេអស់រយៈកាលកន្លងថ្ងៃខែឆ្នាំកន្លងមកជួបប្រទះទៅនឹងស្រមោលអពមង្គលក្រុមពាត់ជុំចិត្តខ្លួនប្រាណរបស់អស់លោកនាងកញ្ញាប្រឹងប្រែងខិតខំពីមួយថ្ងៃទៅមួយថ្ងៃគ្មានពេលទំនេរដូចគេមិនដែលបានស្គាល់ថាអ្វីទៅដែលហៅថាផ្លូវចិត្តដែលត្រូវបានសប្បាយដូចជាបុគ្គលឆ្នាំដតីគ្រាន់តែជារាជនីដើម្បីបង្អួតនៅថាមពលคล้ายតែប៉ុណ្ណោះមើលពីសម្បកខាងក្រៅអស់លោកនាងកញ្ញាដូចជាសប្បាយមានជីវភាពធូរធារហឹកហាក់ហឺហានឹងគេចាយវាយលុយពេញដៃប៉ុន្តែហាក់បីដូចជាអូសលុយចេញពីកាបូបមួយសន្លឹកហាក់បីដូចជាធ្ងន់ណាស់ក៏ប៉ុន្តែបង្ខំចិត្តដើរតួជាសិទ្ធិคล้ายជានិមានคล้ายដើម្បីកុំឲ្យចាញ់ចិត្តគេថារស់មួយគំនោជីវិតមកដល់ពេលនេះដែរនៅតែមិនបានប្រដូចដូចគេតើពិតប្រកបតែឬទេដូច្នេះទ្រាំធ្វើជានិមានคล้ายដើម្បីសំងំពួនយំតែម្នាក់ឯងនៅក្នុងពេលរាត្រីឬមួយក៏នៅកន្លែងស្ងាត់ជួនកាលមានបំណុលរុំជុំវិញខ្លួនដែលហៅថាបំណុលវាន់កជួនកាលឆ្នាំមមេខ្លះមើលពីចម្ងាយហាក់បីដូចជារាជនីដែលពោពេញទៅដោយជីវិតហឺហាហឹកហាក់ក៏ប៉ុន្តែមួយជីវិតរបស់នាងមិនទាន់បានហៅថាវិមានដែលត្រូវជាឋានរបស់ខ្លួនពិតប្រាកដនោះទេបាទវាបែរជាចាញ់នឹងបុគ្គលខ្លះទៀតដែលរស់នៅក្នុងខ្ទមកំសត់តែបែរជាមានជីវិតសាមញ្ញនិយមជីវិតប្រកបនិយមមិនបោកបន្លំអ្នកដទៃធ្វើឲ្យគេជឿជាក់ថាខ្លួនជាអ្នកមានគឺរស់នៅក្នុងសុភមង្គលពិតប្រាកដនិយាយត្រង់កន្លែងនេះសូមអស់លោកនាងកញ្ញាកុំចាប់អារម្មណ៍ខឹងចំពោះខ្ញុំលោកគ្រូវិជ័យហារាកម្មាមន្ទិបសុខឧត្តមគ្មានបំណងណាមួយដើម្បីវាយប្រហារជូនចំពោះអស់លោកឆ្នាំមមេទាំងស្រីនិងប្រុសទេក៏ប៉ុន្តែគ្រាន់តែចង់បញ្ជាក់ថាឆ្នាំមមេកើតមកក្នុងពេលវេលាមួយដ៏យូរក្រាស់កែលអស់លោកខ្លះរស់នៅដើម្បីបន្លំភ្នែកញាតិមិត្តហើយដើម្បីធ្វើឲ្យសេចក្តីសប្បាយតែនៅនឹងមុខគេតែខាងក្នុងចិត្តរបស់ខ្លួនយំមិនចេញទឹកភ្នែកមានបងប្អូនដូចអត់បងប្អូនមានឪពុកដូចអត់ឪពុកមានម្ដាយដូចអត់ម្ដាយដូច្នេះជីវិតរស់នៅហាក់បីដូចជាមានភាពតែតោមានប្តីហាក់បីដូចជាអត់មានប្តីតើមូលហេតុអ្វីដែលមានប្តីហាក់បីដូចជាអត់មានប្តីពីព្រោះថានៅក្នុងសង្គមគ្រួសាររបស់គេឆ្នាំមមេខ្លះជីវិតពឹងផ្អែកទៅលើប្តីចិញ្ចឹមទាំងស្រុងតែ
នៅពេលដែលខ្លួនបានស្វាមីមកពេលណាបាយជានាងមិនដែលបានសម្រាកដូចគេទេបាយជាប្រឹងប្រែងបើសិនជាសម្រាកតែមួយថ្ងៃនោះជីវិតហាក់បីដូចជាត្រូវជ្រួលច្របល់ជាទីបំផុតដូច្នេះចាត់ទុកថាមានស្វាមីដូចអត់ស្វាមីបុគ្គលខ្លះទៀតកើតមកសម្រាប់តែប្តីចិញ្ចឹមបាទគ្រាន់តែមើលកូនក៏សប្បាយរីករាយក្នុងចិត្តចំពោះខ្លួនវិញមានកូនក៏ដូចជាអត់កូនមានន័យថាមិនមែនកូនពឹងមិនបានទេក៏ប៉ុន្តែនៅពេលដែលខ្លួនកំពុងតែមានកូនខ្ចីយ៉ាងណាក៏ដោយត្រូវតែប្រឹងប្រែងខិតខំទៅជីវិតអាចរស់នៅបានស្ទើរតែសុខស្រួលដូចគេមិនមែនបានសុខស្រួលដូចគេទេស្ទើរតែសុខស្រួលដូច្នេះរស់នៅជារាជិនីដើម្បីបន្លំភ្នែកញៀនមិត្តអស់រយៈកាលច្រើនថ្ងៃខែឆ្នាំកន្លងមកហើយក៏ប៉ុន្តែចាប់ពីពេលនេះតទៅឲ្យតែឆ្នាំមមែប្រតិយនិយមឈប់រស់នៅបោកបន្លំភ្នែកញៀនមិត្តតទៅទៀតឈប់បោកបន្លំផ្លូវចិត្តរបស់ខ្លួនតទៅទៀតគ្មានអ្នកណាមួយគេសោយចំអកដល់ខ្លួនទេពីព្រោះអស់រយៈកាលច្រើនថ្ងៃខែឆ្នាំគេលួចពួនវាយប្រហារនិយាយដើមឆ្នាំមមែយ៉ាងច្រើនដែលខ្លួនคล้ายទៅជាផ្កាត្របែកព្រៃដែលសម្រាប់តែដុសលំអតាមមាត់ក្រុងរួចហើយនៅក្នុងវិឡាគេមិនត្រូវការជាដាច់ខាតមានន័យថានៅផ្ទៃមុខនៅក្នុងការសន្ទនាមានបបោមាត់យ៉ាងផ្អែមពីរោះលិនលងលិនលោចតែនៅពេលក្រោយខ្នងคล้ายទៅជាការវាយបកសក់សម្ដីឬមួយក៏ជាស្មូតភូមិប្រយុទ្ធវាយកំចាត់កំចាយធ្វើឲ្យជីវិតរបស់នាងរស់នៅក្នុងជីវិតអាប់អួរជាទីបំផុតក៏ប៉ុន្តែចាប់ពីពេលនេះតទៅឲ្យទៅតាំងសមាធិផ្លូវចិត្តប្រឹងប្រែងខិតខំដោយខ្លួនឯងបាទមានបណ្ណាយើងត្រូវចេះចាយត្បិតត្បៀតត្រូវចេះសន្សំមិនត្រូវខ្លាចទៅជាសេដ្ឋីដើម្បីបោកប្រាស់ភ្នែកញៀនបិទតទៅទៀតទេមិនត្រូវខ្លាចគេថាយើងក្រទេយើងក្រគឺយើងមិនមែនទៅខ្ចីលុយអ្នកណាទេឬមួយក៏យើងមិនបានរស់នៅដោយសារគេចិញ្ចឹមទេគឺយើងប្រឹងប្រែងទៅតាមសមត្ថភាពចំណេះជំនាញរបស់យើងរួមផ្សំជាមួយក្រុមគ្រួសាររបស់យើងរស់នៅមិនត្រូវការទទួលនៅអំណោយឬមួយក៏ផ្លូវចិត្តណាស់ណាទេកាលណាទទួលអំណោយរបស់គេច្រើនអិសរភាពរបស់យើងពិតជាត្រូវអាប់អោនជីមិនខានប្រសិនបើយើងរស់ដោយសារកម្លាំងញើសឈាមរបស់យើងប្រៀបបាននឹងរុក្ខជាតិបាទដែលត្រូវការដំណក់សន្សើមទៅតាមយថាកម្មរបស់ខ្លួនពិតជារស់នៅដោយសុខស្រួលក៏ប៉ុន្តែប្រសិនបើរុក្ខជាតិនោះត្រូវការគេស្រោចទឹកព្រឹកល្ងាចមិនយូរទេគេនឹងដកយករុក្ខជាតិនោះទៅលក់នៅទីកន្លែងណាមួយដែលគេពងប្រាថ្នាដើម្បីនឹងសមិទ្ធផលសមត្ថភាពរបស់គេបំពេញនៅចំណង់ចំណូលចិត្តមហិច្ឆតារបស់គេជាមិនខានដូច្នេះអស់លោកអ្នកនាងកញ្ញាតើស្ដាប់បានដែរឬទេចាប់ពីពេលនេះតទៅឆ្នាំមមែលែងអភ័ព្វដោយការត្រៀមមុនទៀតហើយបាទសេចក្តីពងប្រាថ្នារបស់អស់លោកអ្នកនាងបាទសន្សំកុំបបោលនឹងបានប្រកាសជាតិបាល់ទីគោលដៅដោយបំណងពងប្រាថ្នាបាទឆ្នាំមមែជំរាបហើយជំរាបទៀតចាប់ពីពេលនេះតទៅលែងអភ័ព្វដោយការត្រៀមមុនទៀតហើយមិនតែប៉ុណ្ណោះនៅក្នុងខែ3រំលងផុតមកនេះបាទបានទទួលលៀបអស់លោកខ្លះឬមួយក៏បងប្អូនជាយុវតីឬមួយក៏អ្នកបងឬមួយក៏អ្នកមីងឬមួយក៏លោកយាយខ្លះបាទទទួលបានដំណឹងល្អទទួលបានលៀបជាបណ្ដាហើយតែសម្រាប់ខែថ្មីបាទក្នុងខែមេសានេះត្រូវតែទទួលលៀបត្រូវតែទទួលដំណឹងម្ដងពីរដងសារដើមជាថ្មីម្ដងទៀតគឺទទួលបាននៅចំណុចវិជ្ជមានយ៉ាងច្រើនបាទគឺចាប់ពីថ្ងៃទី6ខែ4 2026ត្រូវទទួលលៀបជាបណ្ដាទៀតហើយបាទឈប់សម្រក់ទឹកភ្នែកពួនយំសងំតែម្នាក់ឯងទៅប្រឹងប្រែងឡើងកសាងកម្លាំងសមត្ថភាពរបស់ខ្លួនឡើងហើយមិនត្រូវបំភ្លេចនៅគុណបំណាច់ដែលបុគ្គលណាធ្លាប់ជួយជើងបានទេតែគ្នេយគុណគេតែបំភ្លេចគុណគេប្រកាសជានឹងទូលរែកនៅសេចក្តីអសុចរិតមកលើខ្លួនយើងជាមិនខានទុច្ចរិតនិយមនឹងតាមលងបន្លាចធ្វើឲ្យយើងមានវិបដិសារីបាទតិចក្តីច្រើនក្តីកសាងកម្លាំងបុណ្យនឹករលឹកទៅដល់បុគ្គលដែលបានធ្លាប់ត្រូវជួយយើងពីអតីតកាលនោះជីវិតរបស់អស់លោកនាងកញ្ញានឹងរួចផុតអំពីស្រមោលអពមង្គលបាទប្រឹងប្រែងឡើងតស៊ូដោយខ្លួនឯងឡើងប្រៀបបាននឹងស្មៅជើងក្រាស់បើទោះបីគេដើរជន់យ៉ាងណាក៏ដោយក៏ជីវិតស្មៅជើងក្រាស់មិនងាយនឹងទទួលបានភក្យន្តរាយដែរបើទោះបីជាមានផ្លូវឆេះព្រៃយ៉ាងណាក៏ដោយឆេះរោលរៀលស្លឹកយ៉ាងណាក៏ដោយគ្រាន់តែដំណក់ព្រះភិរុនបង្អុលចុះមកភ្លាមរុក្ខជាតិស្មៅជើងក្រាស់ក៏ចាប់ផ្ដើមលូតលាស់សារជាថ្មីម្ដងទៀតដែរដូច្នេះឆ្នាំមមែក៏បានប្រៀបឧបមាដូចនោះដែរមិនត្រូវអស់សង្ឃឹមទេវាសនាចាប់ពីពេលនេះតទៅក្នុងយុគ9បានជួយជំរុញធម្មពលឲ្យឆ្នាំមមែត្រូវទទួលបាននៅវាសនាត្រចះត្រចង់នាពេលអនាគតឥឡូវនេះឆ្នាំមមែសម្រាប់ខែមេសានេះដោយបានជម្រាបអញ្ចឹង
ត្រូវតែទទួលរាសីខ្ពស់ហើយបាទកុំអស់សង្ឃឹមបាទអ្វីមួយដែលត្រូវធ្លាប់បានញាតមិត្តបោះបង់ចោលឬមួយក៏ត្រូវបានគំលាតឬមួយក៏ត្រូវចំលុះដោយប្រការណាមួយនឹងត្រូវបានជួបជុំគ្នាសារជាថ្មីឬមួយក៏សង្សារគូកំណានចាស់បោះបង់ចោលនឹងត្រូវបានជួបគូដែលចៃដន្យឬមួយក៏ត្រូវជួបស្នេហ៍ដែលចៃដន្យជាមិនខានបាទយើងមិនបានណាត់នៃការសន្យាថាត្រូវជួបនៅថ្ងៃណាដោយបណ្ដាឆ្នាំដទៃទៀតទេដោយសារតែឆ្នាំមមែចាប់ផ្ដើមមានឫស្សីខ្ពស់ត្រចះត្រចាំងហើយដូច្នេះថ្ងៃណាក៏ជាចំណុចវិជ្ជមានសម្រាប់ឆ្នាំមមែដែរប៉ុន្តែនៅក្នុងនោះមានចន្លោះមួយដែលត្រូវបានជម្រាបជូនដល់អស់លោកនាងកញ្ញាគឺចន្លោះឆក់ល្វែងដែលឆ្នាំមមែត្រូវតែប្រតិបត្តិដោយខ្ជាប់ខ្ជួនបាទសូមគុំធ្វើដំណើរឆ្ពោះទៅទិសខាងកើតឲ្យសោះបាទទិសខាងកើតប្រកាសជានឹងទទួលបាននៅបរាជ័យបាទហើយក៏បណ្ដាលឲ្យមានវិបដិសារីសម្រាប់អស់លោកនាងផងដែរតែថ្ងៃណាទៅដែលត្រូវបានកំណត់មិនឲ្យអស់លោកនាងធ្វើដំណើរនោះគឺនៅក្នុងថ្ងៃទី20ខែ4 2026សូមកុំធ្វើដំណើរឆ្ពោះទៅទិសខាងកើតនៅក្នុងវេលាម៉ោង 6:40 នាទីពេលព្រឹកម៉ោង 10:28 នាទីពេលព្រឹកឬមួយក៏ម៉ោង 3:34 នាទីពេលថ្ងៃល្ងាចនោះអស់លោកនាងកញ្ញាមិនអាចធ្វើដំណើរដោយខ្ញុំបានជម្រាបទេប្រកាសជានឹងជួបឧបវត្តិហេតុឬមួយក៏បណ្ដាលឲ្យបាត់បង់ខូចនៅកិត្តិយសរបស់ខ្លួនមានវិបដិសារីអស់មួយជីវិតមិនតែប៉ុណ្ណោះសម្រាប់បងប្អូនយុវតីនៅក្នុងខែមេសានេះផងដែរដោយសារតែរិស័យរបស់យើងខ្ពង់ខ្ពស់រុងរឿងម្ដងម្ដងប្រយ័ត្នជួបនៅស្នេហ៍ដែលត្រូវបានបោកប្រាស់ពីព្រោះឆ្នាំនេះខែនេះបាទឆ្នាំមមែត្រូវបានជួបស្នេហ៍ដែលចៃដន្យយ៉ាងច្រើនសូមផ្ដាំថាកុំបើកដន្លាប់កណ្ដាលផ្លូវតើពាក្យកន្លឹះកុំបើកដន្លាប់កណ្ដាលផ្លូវមានអត្ថន័យខ្លឹមសារយ៉ាងណាកុំភ្លេចអញ្ជើញលើកទូរស័ព្ទជាប់ទំនាក់ទំនង Telegram ជួបជាមួយខ្ញុំលោកគ្រូពិជ័យហារាកម្មាមទិបសុកឧត្តមបើសិនជាប្អូនបងនាមីងលោកពូលោកតាលោកយាយចង់ឲ្យខ្ញុំបាទលោកគ្រូពិជ័យហារាកម្មាមទិបសុកឧត្តមទូទាយជុកជីតារិស័យជូនអញ្ជើញថតនៅខ្សែបាតដៃស្ដាំនឹងឆ្វេងមកខាងមួយប៉ុស្តិ៍ផ្ញើមកកាន់នីតិយើងសូមរំលឹកជូនម្ដងទៀតតាមរយៈលេខទូរស័ព្ទជាប់ Telegram 012 64 5118មួយខ្សែទៀត097 77 62 844អស់លោកនាងកញ្ញាប្រិមិត្តពុកម៉ែអ៊ំពេញប្អូនជាទីមេត្រីប្រិមិត្តអ្នកស្ដាប់ជាទីស្នេហានិងជាទីរាប់អានអស់លោកនាងប្រសិនបើអស់លោកនាងនៅក្នុងសង្គមគ្រួសារមិនបានរស់នៅប្រកបទៅដោយសុភមង្គលជួបប្រទះតែនឹងចំណុចអវិជ្ជមានយ៉ាងច្រើនដូច្នេះជួបជាមួយខ្ញុំលោកគ្រូពិជ័យហារាកម្មាមទិបសុខឧត្តមគឺយើងខ្ញុំនឹងធានាជូនដល់អស់លោកនាងកញ្ញាឲ្យក្រុមគ្រួសារវិលមកជួបជុំគ្នាប្រកបទៅដោយសេចក្តីសុខកាយសប្បាយចិត្តតាមរយៈពិធីស្រោចទឹករំដោះគ្រោះលើករាសីកាយវាសនាអភ័ព្វសម្រាប់ឆ្នាំរោងបាទចាប់ពីថ្ងៃទី1ខែមេសាឆ្នាំ2026នេះអស់លោកនាងប្រកាសជានឹងបានចង់ដឹងចង់យល់សម្រាប់អស់លោកនាងដែលកើតឆ្នាំរោងថាតើវាសនារបស់អស់លោកនាងកញ្ញាយ៉ាងណាហើយតើពិតប្រកបដែរឬទេបាទអស់លោកនាងអស់លោកប្រកាសជាបានដឹងឆ្នាំរោងដោយខ្លួនឯងរមែងជាមនុស្សដែលមាននិស្ស័យមានជោគសំណាងល្អនិងមានសេចក្តីសុខកាយសប្បាយចិត្តបាទក៏ប៉ុន្តែឆ្នាំរោងខ្លះបែរជាអភ័ព្វបាទសម្រាប់អ៊ំដែលជានារីបាទដែលជាលោកយាយច្រើនតែមានកូនឬមួយក៏មានចៅមានសាច់ញាតិមិនសូវជាផ្ដោតតម្លៃជូនប៉ុន្មានទេបាទច្រើនតែមើលស្រាលដល់អ្នកម៉ែដល់លោកយាយបាទដល់លោកអ៊ំជាមិនខានធ្វើឲ្យឆ្នាំរោងខ្លះស្ទើរតែមានដូចថាឈឺចិត្តជាទីបំផុតដោយសារតែរស់នៅដោយសារតែកូនចិញ្ចឹមរស់នៅដោយសារតែចៅចិញ្ចឹមដូច្នេះលេបទុកបៀមក្រៀមក្រំនៅក្នុងចិន្តារបស់ខ្លួនបាទជាពិសេសសម្រាប់លោកយាយដែលមានប្រជជន74ឆ្នាំប្រកាសជានឹងបៀមនៅសេចក្តីទុក្ខសោកអស់រយៈកាលច្រើនថ្ងៃខែឆ្នាំក៏ប៉ុន្តែសម្រាប់លោកតាឬមួយក៏លោកអ៊ំលោកពូដែលមានប្រជជន74ឆ្នាំវិញបែរជាមានវាសនាខ្ពង់ខ្ពស់រុងរឿងឧត្តមឧត្តមបាទគឺត្រូវតែទទួលបាននៅដំណឹងល្អត្រូវទទួលបាននៅសុភមង្គលមានកិត្តិស័ព្ទខ្ពង់ខ្ពស់រុងរឿងឧត្តមឧត្តមក៏ប៉ុន្តែមុននឹងទទួលបាននៅលទ្ធផលនេះដូចជាត្រូវផ្អែមមាត់ផ្អែមកបន្តិចហើយបាទពីព្រោះអុកមួយក្តារនេះបាទសម្រាប់ឆ្នាំរោងដែលមានប្រជជន74ឆ្នាំរៀងផ្អែមមាត់ឬមួយក៏ជូរមាត់បន្តិច
ដោយសារតែកំពុងតែស្ថិតនៅលើចលនាមួយពាក់កណ្ដាលផ្លូវជោគជ័យផងឬមួយក៏ស្ទើរតែនឹងដល់ដំណាក់កាលមួយភ័យអឬមួយក៏ខ្លាចរបូតដួលឬមួយក៏ត្រូវរបូតចេញពីដៃរបស់ខ្លួននៅលៀបសក្ការៈក៏ប៉ុន្តែមកដល់ពាក់កណ្ដាលផ្លូវនៃដំណាក់កាលនេះបាទនៅក្នុងថ្ងៃទី1ខែ4 2026ឆ្នាំរោងសម្រាប់អ៊ំឬមួយក៏លោកតាដែលមានប្រជជន74ឆ្នាំវិញបែរជាត្រូវទទួលបាននៅលៀបសក្ការៈជាហោហែឬមួយក៏បានដំណឹងល្អឬមួយក៏ការប្រសិទ្ធពរជ័យឬមួយក៏ថ្វាយឬមួយក៏ប្រគល់ជូនដល់ទៅលោកអ៊ំលោកតាជីមិនខានក៏ប៉ុន្តែចំពោះអ្នកមីងបាទដែលមានប្រជជនឬមួយក៏លោកជាយឬមួយក៏លោកអ៊ំបាទដែលមានប្រជជន74ឆ្នាំវិញពុំសូវបានទទួលលទ្ធផលវិជ្ជមានប៉ុន្មានទេដោយសារតែមានកូនឬមួយក៏ចៅឬមួយក៏មានកូនក្មួយមានការប្រមាថទៅវិញក៏ប៉ុន្តែមិនថ្មីទេគ្រាន់តែចូលមកនៅក្នុងខែមេសាឆ្នាំ2026នេះវិញបាទទាំងបរោះក្តីទាំងនារីក្តីថាតើត្រូវទទួលបាននៅរាសីយ៉ាងណាមុននឹងទទួលបាននៅរាសីយ៉ាងណាឬមួយក៏លទ្ធផលយ៉ាងណាត្រូវបានជម្រាបបន្តបាទសូមអញ្ជើញแชร์ចេញបេះដូងភ្លាមៗកុំបងអែបបងអង្គយូរតាមរយៈលេខសំណាង792បាទកុំភ្លេចណាអញ្ជើញแชร์ចេញបេះដូងភ្លាមៗតាមរយៈលេខ792នឹងទទួលបាននៅសមិទ្ធផលល្អចំណុចវិជ្ជមានយ៉ាងច្រើនសុភមង្គលយ៉ាងច្រើនបាទតាមការទូទាយជោគជតារាសីពីខ្ញុំលោកគ្រូពិជ័យហារាកម្មាមតិបសុកឧត្តមឥឡូវនេះវាំងននដែលត្រូវបានលាតសន្សឹមហើយនឹងត្រូវបានផ្សាយជូនជាព័ត៌មានទូទៅជូនដល់អស់លោកអ្នកនាងទាំងបរិះក្តីទាំងនារីក្តីទាំងក្មេងក្តីទាំងចាស់ក្តីបាទគឺត្រូវប្រសិទ្ធនាមជូនហើយបាទកំពុងតែវេកវាំងននសន្សឹមថាតើវាសនារបស់អស់លោកអ្នកនាងបាទរាសីយ៉ាងណាសម្រាប់ថ្ងៃទី1ខែមេសាឆ្នាំ2026នោះបាទភ័យណាអណាបុកពោះណាថាតើយ៉ាងណាហើយយ៉ាងម៉េចលោកគ្រូមិនក៏មិនព្រមប្រាប់បាទប្រាប់ហើយរងចាំមើលបាទហើយកំពុងតែយកដៃរឹតទ្រូងជាបណ្ដាមើលថាតើវាសនារបស់អស់លោកអ្នកនាងកញ្ញារាសីយ៉ាងណាសម្រាប់ឆ្នាំរោងបាទសម្រាប់ចាប់ពីថ្ងៃទី1បាទរហូតទៅដល់1ខែពេញថាតើនៅក្នុងខែមេសានេះបាទវាសនាឬមួយក៏រាសីរបស់អស់លោកអ្នកនាងកញ្ញាយ៉ាងណាបាទត្រូវប្រគល់ជូនបាទនៅលេខសំណាង792បាទកុំភ្លេចណាអញ្ជើញแชร์ចេញម្ដងភ្លាមរួចហើយរាសីរបស់អស់លោកអ្នកនាងកញ្ញាបាទគឺត្រូវប្រគល់ជូននៅរាសីខ្ពស់រាសីខ្ពស់អស់លោកអ្នកនាងកញ្ញាលោកជាយបាទលោកអ៊ំអ្នកម៉ែកុំអស់សង្ឃឹមបងឬមួយក៏ប្អូនឬមួយក៏ក្មួយមិនត្រូវអស់សង្ឃឹមទេសប្បាយចិត្តឡើងរីករាយឡើងពីព្រោះថាក្រន់តែចូលមកដល់នៅក្នុងថ្ងៃបាទសប្តាហ៍ទី2បាទសប្តាហ៍ទី2អស់លោកអ្នកនាងបាទមួយចំនួនធំបាទប្រកាសជាត្រូវបានទទួលដំណឹងល្អកាដូជាចំណុចដែលអនុស្សាវរីយ៍ពោសព្សាទុកាមិនតែប៉ុណ្ណោះបាទចំពោះអិសរជនមួយចំនួននឹងត្រូវទទួលបាននៅបាទផលសុភមង្គលយ៉ាងច្រើនជាចំណុចវិជ្ជមានយ៉ាងច្រើនជាកាដូជាអាំងប៉ាវយ៉ាងច្រើនជូនដល់អស់លោកជីមិនខានអ្នកម៉ែឬមួយក៏អ្នកមីងលោកជីលោកអ៊ំនឹងត្រូវទទួលបានកាដូយ៉ាងច្រើនអាំងប៉ាវយ៉ាងច្រើនហើយសប្បាយចិត្តទៅលៀបសក្ការៈកំពុងតែនៅក្នុងស្រោមសម្បត្តិមួយដែលត្រូវបានប្រគល់ជូនដោយចៅឬមួយក៏កូនឬមួយក៏ញាតិមិត្តបាទឬមួយក៏មនុស្សនៅក្រោមអាវ៉ាត់ជាមិនខានសប្បាយចិត្តរីករាយបាទពីព្រោះអស់រយៈកាលប្រហែលខែមកនេះបាទស្ទើរតែកន្លះឆ្នាំមកនេះឆ្នាំរោងមួយចំនួន20បុកពោះច្រើនណាស់គេមិនសូវបានលក់ប្រមាណទេហើយក៏ពិសាមិនសូវបានឆ្ងាញ់មាត់ប្រមាណដែរពីព្រោះកំពុងតែនៅលើអុកមួយក្តារយ៉ាងចាស់ដៃថាតើនឹងត្រូវបានទទួលលទ្ធផលចុងក្រោយយ៉ាងណាក៏ប៉ុន្តែអស់លោកមិនត្រូវអស់សង្ឃឹមទេពីព្រោះគិតថាឆ្នាំរោងត្រូវយល់ដឹងប្រសិនបើមានអ្នកណាមួយមានបំណងប៉ងវាយប្រហារឬមួយក៏ប្រមាថទៅលើបុគ្គលឆ្នាំរោងជននោះលទ្ធផលនឹងត្រូវទទួលបាននៅអវសាននៃជីវិតបាទនេះសូមជម្រាបបាទអវសាននៃជីវិតគឺត្រូវទទួលបាននៅវិបដិសារីហើយនឹងត្រូវទទួលបាននៅលទ្ធផលអវិជ្ជមានបាទសូមកុំភ្លេចបើទោះបីជាអ៊ំស្រីអ្នកមីងអ្នកម៉ែឬមួយក៏លោកជាយដែលត្រូវបានបុគ្គលណាមួយប្រមាថចុងក្រោយបុគ្គលនោះក៏ត្រូវតែវិនិច្ឆ័យដូចគ្នាដែរឆ្នាំរោងគឺជាមនុស្សដែលម៉ត់ចាត់ណាស់មិនងាយនឹងអ្នកណាប៉ុនប៉ងប៉ែងជើងបានឡើយ
ប្រសិនមិនមានអ្នកណាមួយធ្វើបាបឆ្នាំរោងអ្នកនោះនឹងត្រូវអន្តរាយវិនិច្ឆ័យឬមួយក៏ត្រូវបាត់បង់ខូចខាតកិត្តិយសឬមួយក៏ត្រូវថាមានចំណុចអវិជ្ជមានយ៉ាងច្រើនជាមិនខានបាទដូច្នេះមិនត្រូវប្រមាថមើលងាយឆ្នាំរោងទេពីព្រោះឆ្នាំរោងពងជាទេវតាប្រុសបាទធាតុមាសនៅជាមួយបុគ្គលណាមួយអស់លោកអ្នកណាមួយច្រើនតែទទួលបាននៅចំណុចវិជ្ជមានយ៉ាងច្រើនគឺបុគ្គលឆ្នាំរោងមួយចំនួនធំច្រើនតែធ្វើជាមេគេមិនមែននៅក្រោមគេទេបើទោះបីជានៅក្នុងរង្វង់ក្រុមគ្រួសារយ៉ាងណាក៏ដោយក៏ឆ្នាំរោងមិនសូវចុះចាញ់ក្នុងដំណើរជីវិតប៉ុន្មានដែរបាទអញ្ជើញសប្បាយចិត្តរីករាយទាំងអស់គ្នាឡើងឆ្នាំថ្មីសុភមង្គលជូនដល់អស់លោកនាងកញ្ញាដែលខាត់ឆ្នាំរោងហើយគឺត្រូវទទួលបាននៅរាសីខ្ពស់បាទអញ្ជើញសេះចេញម្ដងភ្លាមណាកុំភ្លេចនៅលេខសំណាង792បាទពីខ្ញុំលោកគ្រូពិជ័យហរាកម្មាមកទិបសុខឧត្តមប្រសិនបើអស់លោកនាងបាទចង់ជាវនៅរបស់មង្គលផ្សេងដូចជាយ័ន្តគ្រប់ប្រភេទមានយ័ន្តស្នេហ៍ដាក់តាមខ្លួនបាទដាក់តាមកាបូបធ្វើការអ្នកមគ្គបតៈតៈចិត្តតៈកាយតៈមនុស្សគ្រប់សតវណ្ណៈបាទមានលៀបសការៈហូរជុកគ្រប់ទិសទាំង8គ្រប់ទិសទាំង9គ្រប់ទិសទាំង10បញ្ជានៅភយន្តរាយផ្សេងឬមួយក៏អស់លោកនាងចង់ឲ្យនីតិយើងទូទាជុយតារិស័យជូនកុំភ្លេចអញ្ជើញថតខ្សែបាត់ដៃស្ដាំឆ្វេងមកខាងមួយពោះផ្សាយមកកាន់នីតិរបស់យើងខ្ញុំបាទព្រមជាមួយថ្ងៃខែឆ្នាំកំណើតបាទអញ្ជើញជម្រាបជូនដល់អស់លោកនាងកញ្ញាដូចតទៅបាទយើងមានសាខាទាំងនៅក្រៅប្រទេសនិងក្នុងប្រទេសបាទសាខានៅក្រៅប្រទេសមាននៅឯប្រទេសកូរ៉េកាន់កាប់កម្មវិធីដោយអ្នកគ្រូដាន់ណែតអញ្ជើញបងប្អូនទាំងយុវជនយុវតីអញ្ជើញទំនាក់ទំនងជាមួយនឹងអ្នកគ្រូដាន់ណែតតាមរយៈ page ម៉ាដាមបាទមានលក់របស់មង្គលផ្សេងច្រើនមុខគ្រប់ប្រភេទបាទមានរបស់មង្គលដូចជាយ័ន្តគ្រប់ប្រភេទឬមួយក៏ខ្សែកខ្សែដៃអង្កាំត្បូងថ្មធម្មជាតិគ្រប់ប្រភេទទៅតាមតម្រូវការជូនដល់បងប្អូនជីវវ័យទាំងបរិសុទ្ធនិងស្ត្រីទាំងនារីបាទកំឡោះក្រមុំជាដើមបាទរីឯនៅប្រទេសខ្មែរយើងវិញបាទតាមរយៈទេពមង្គលយ័ន្តខ្មែរជួបជាមួយនឹងអ្នកគ្រូសូច័ន្ទហាន់បាទនៅឯភូមិខ្នាងសង្កាត់ជ្រាវខេត្តក្រុងសៀមរាបរីឯទេពមង្គលជ័យរាសីខ្ពស់អញ្ជើញអស់លោកអ្នកនាងលើកទូរស័ព្ទទំនាក់ទំនងជាមួយនឹងអ្នកគ្រូអ៊ីគីមសៀងតាមរយៈលេខ088 7 8 743អ្នកគ្រូស្ថិតនៅឯសួងលិចសង្កាត់សួងក្រុងសួងខេត្តត្បូងឃ្មុំបាទនៅពេលនេះខ្ញុំលោកគ្រូពិជ័យហរាកម្មាមកទិបសុខឧត្តមបានដល់ពេលវេលាដែលត្រូវជម្រាបលាអស់លោកអ្នកនាងកញ្ញាហើយមុននឹងជម្រាបលាក៏សូមប្រសិទ្ធពរជ័យថ្វាយជូនដល់សម្ដេចទ្រង់នៃអង្គម្ចាស់អស់លោកគ្រប់សតវណ្ណៈទាំងក្នុងប្រទេសនិងក្រៅប្រទេសសូមជួបប្រទះនៅសុខភាពល្អជាចម្បងបាទរួមជាមួយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីគ្លៀងឃ្លាតនៅពេលនេះខ្ញុំលោកគ្រូពិជ័យហរាកុមារមកទិបសុខឧត្តមហៅថាលោកគ្រូមកទិបសូមជម្រាបលាសូមអរគុណ